ជាអស្ចារ្យមែនទែនកីឡាករគុនខ្មែរទាំង4រូបនឹងឡើងទៅអង្រួនសង្វៀនវឹកយន្តសេនាគុនខ្មែរ8ទិសធឿនធារាអេអាមរិនភូថងចម្រើនគុនខ្មែរនិងឡាយចត្រាគេប្រកួតក្នុងប្រភេទទម្ងន់69គីឡូក្រាមបងប្អូនយើងចឹងឡាយចត្រាគេត្រូវតទល់ជាមួយនឹងកីឡាករអេស្ប៉ាញបាទហើយចម្រើនគុនខ្មែរក៏ត្រូវតទល់ជាមួយនឹងកីឡាករអេស្ប៉ាញក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទរីឯអេអាមរិនភូថងត្រូវតទល់ជាមួយនឹងកីឡាករសញ្ជាតិអាសង់ទីនហើយធឿនធារាត្រូវការពារខ្សែក្រវ៉ាត់ជាមួយកីឡាករដៃឡូកីឡាករសញ្ជាតិអ៊ីតាលីពលគឺនាថ្ងៃទី4បាទខែឧសភាឆ្នាំ2025បាទគឺនៅស្ថានីយ៍ទូរទស្សន៍ថោន Full HD TV តែម្ដងដូច្នេះហើយដឹងតែជក់ចិត្តដឹងតែឆ្ងាញ់ភ្នែកហើយបងប្អូនយើងឡាយចត្រាប៉ះជាមួយនឹងកីឡាករអេស្ប៉ាញចម្រើនគុនខ្មែរប៉ះជាមួយនឹងកីឡាករអេស្ប៉ាញហើយអេអាមរិនភូថងជួបជាមួយនឹងកីឡាករអាសង់ទីនរីឯបាតុឯករបស់យើងគឺធឿនធារាជួបជាមួយនឹងកីឡាករសញ្ជាតិអ៊ីតាលីកុំភ្លេចបាទតាមដានទាំងអស់គ្នានាថ្ងៃទី4ខែឧសភា